លោកជំទាវបានរៀបរាប់នៅក្នុងសំណេរដ៏វែងបន្តទៀតថាសូមបីអាវសាឡាក៏ខ្ញុំទិញដើម្បីពេលបងទទួលសញ្ញាបត្រហើយរៀបចំទុកដាក់ក្នុងទូដោយខ្ញុំនឹងកូនជាអនុស្សាវរីយ៍ហើយឮប្តីថាជិតដល់ថ្ងៃទទួលសញ្ញាបត្រហើយក៏ទៅស្រុកគេទិញខោអាវស្បែកជើងឲ្យប្តីដើម្បីត្រៀមស្លៀកពាក់ទៅថ្ងៃពិសេសម្យ៉ាងទៀតពេលខ្ញុំនៅស្រុកគេបងទេទៅថាបងសុំយកម្ដាយបងមកថតតៃមុននៅហាងចាំពេលទទួលសញ្ញាបត្រយើងទៅតែ2នាក់បានហើយមុនបងទទួលសញ្ញាបត្រ2ថ្ងៃបងធ្វើងទៅនេះបន្តិចងទៅនោះបន្តិចខ្ញុំឆ្ងល់ខ្ញុំក៏សួរបងថាបងមានរឿងអីទៀតហើយនរណាធ្វើអីបងមិនឆ្លើយទេខ្ញុំអស់កម្លាំងនឹងមើលថែម្ដាយខ្ញុំផងខ្ញុំមិនសួរបងបន្តទៀតទេព្រឹកឡើងបងអត់ប្រាប់ប្រពន្ធទេខ្ញុំរត់ទៅមើលតាមបង្អួចខ្ញុំឆ្ងល់ចុំប្តីខ្ញុំទៅណាស្លៀកពាក់សុទ្ធតែក្រវ៉ាត់កបងស្លៀកពាក់ស្អាតបាតចេញពីផ្ទះម៉ោង5កន្លះម៉ោង10យប់បានមកដល់ផ្ទះវិញថ្ងៃនោះបើគេមិនផុសខ្ញុំមិនដឹងថាបងទៅណាទេខ្ញុំឃើញភ្លាមខ្ញុំយំខ្ញុំនិយាយជាមួយបងថាបងយកអាវបណ្ឌិតនិងសញ្ញាបត្រនឹងចេញពីផ្ទះខ្ញុំកុំទុកឲ្យខ្ញុំឃើញខ្ញុំឈឺចាប់ណាស់ខ្ញុំយំខ្ញុំស្រក់ទឹកភ្នែកខ្ញុំនិយាយថាគ្រូខ្ញុំនិងឯកឧត្តមជាច្រើនអ្នកទៀតពេលទទួលសញ្ញាបត្របណ្ឌិតនៅស្រុកគេផងពួកគាត់យកប្រពន្ធកូនពួកគាត់ទៅចុះប្តីខ្ញុំទទួលសញ្ញាបត្រនៅស្រុកខ្មែរសោះមិនអត់ប្រាប់ខ្ញុំអត់យកខ្ញុំទៅអញ្ចឹងខ្ញុំយំខ្លាំងណាស់ថ្ងៃនោះដោយសារតែខ្ញុំតូចចិត្តគ្រប់យ៉ាងខ្ញុំជាអ្នករៀបចំតែខ្ញុំខ្លាចជាមនុស្សអត់មានតម្លៃសម្រាប់បងទៅវិញបងមិនដែលចេះលួងលោមប្រពន្ធម្ដងណាទេគឺបងត្រូវរហូតខ្ញុំនិយាយថាខ្ញុំនឹងចងចាំថ្ងៃទី5ខែកញ្ញាឆ្នាំ2022ជាថ្ងៃខ្មៅសម្រាប់ខ្ញុំតាំងពីពេលនោះមកបងដឹងចំណុចខ្សោយរបស់ខ្ញុំឲ្យតែមានចំនួននៅក្នុងគ្រួសារគឺបងផុសរូបម្ដាយបងពាក់អាវបណ្ឌិតជាមួយបងនិងបងមិនឈឺចិត្តខ្ញុំហើយចង់ឲ្យខ្ញុំក្អួតឈាមពីព្រោះខ្ញុំឲ្យតែឃើញអាវបណ្ឌិតនិងសញ្ញាបត្រនឹងខ្ញុំឈឺចុកចាប់ណាស់ម្យ៉ាងទៀតមិនថាព្រះសង្ឃឬមិត្តភ័ក្តិទេឆាតមកសួរឃើញបងនិយាយអប់រំវីដេអូមួយបងនិយាយថាបើគេមិនស្រឡាញ់គ្រួសារយើងគេស្រឡាញ់តែយើងរឿងអីដែលយើងត្រូវនៅទៀតនរណាក៏គេថាបងនិយាយឲ្យខ្ញុំដែរតែសម្រាប់ខ្ញុំវិញណាបងមុនរៀបការខ្ញុំបានសួរនាំបងអស់ហើយណាបងខ្ញុំសួរបងថាម៉ែបងគិតម៉េចបងនិយាយកុហកថាម៉ែបងមានលុយចាយមិនអស់ទេគាត់ធ្វើនេះធ្វើនោះមិនបាច់គិតគាត់ទេគិតតែបងទៅបានហើយខ្ញុំសួរទៀតថាចុះប្អូនបងគិតម៉េចបងនិយាយថានងមិនមែនប្អូនបង្កើតបងទេបងមានតែម្នាក់ឯងទេគិតតែបងមួយបានហើយទោះបងប្រាប់មិនឲ្យគិតគូរតែខ្ញុំនៅតែជួយតាមលទ្ធភាពខ្ញុំទិញមាសទិញពេជ្រកូឡឺឌីសម្លៀកបំពាក់លុយកាក់ឲ្យម៉ែបងរហូតតើមិនថាថ្ងៃបុណ្យថ្ងៃទៀនទេថ្ងៃធម្មតាក៏ខ្ញុំជូនដែរជាពិសេសខ្ញុំផ្ញើតាមបងជាច្រើនឲ្យគាត់មិនដែលដាច់ទេត្រង់ថាបងជូនគាត់មិនជូនគាត់ខ្ញុំមិនដឹងទេខ្ញុំមិនដែលតាមដានទេកាលដែលខ្ញុំជូនតាមបងខ្ញុំចង់ឲ្យម្ដាយបងស្រឡាញ់បងហើយគិតថាគាត់បង្កើតបងមិនខុសមែនចេះគិតដល់ម្ដាយមិនថាខ្លួនមានប្រពន្ធហើយក៏ដោយហើយចំណែកប្អូនរបស់បងមិនឲ្យខ្ញុំគិតតែខ្ញុំនៅតែគិតខ្ញុំទិញម៉ូតូឲ្យហើយឲ្យនាំម៉ែដើរលេងស្រុកគេទៀតហើយខ្ញុំក៏បានរៀបចំឲ្យបងជូនម្ដាយបងដើរលេងស្រុកគេដែរតើហើយគម្រោងឆ្នាំ2025នឹងទៅប្រទេសផ្សេងទៀតជាច្រើនពីព្រោះខ្ញុំគិតថាម្ដាយបងដូចម្ដាយខ្ញុំដែរបងប្អូនរបស់បងដូចបងប្អូនរបស់ខ្ញុំដែរទម្លាប់របស់ខ្ញុំជួយក្នុងគ្រួសារខ្ញុំអត់ផុសទេតែបើបងគិតថាខ្ញុំការបងមកចូលក្នុងគ្រួសារខ្ញុំត្រូវស្រឡាញ់តែបងនិងគ្រួសារបងហើយឲ្យខ្ញុំមកបោះបង់ម្ដាយជរារបស់ខ្ញុំនិងកូនជាទីស្រឡាញ់របស់ខ្ញុំមិនអាចទេ
ខ្ញុំមានការសិក្សាត្រឹមត្រូវខ្ញុំចេះបែងចែកសេចក្តីស្រឡាញ់មិនឲ្យលើសខ្វះគ្នាទេនរណាខ្ញុំជួយបន្ទាន់នរណាខ្ញុំជួយចាំបាច់នរណាខ្ញុំជួយបន្ទាប់គ្រាន់តែថាកាលយើងរៀបការមិនបានប៉ុន្មានខែផងម្ដាយបងកាលនោះចង់ឲ្យដីបងរៀងត្រីកោណមួយដុំហើយគាត់ក៏ហក់ថាលក់បានថ្លៃណាស់កាលនោះខ្ញុំនិយាយថាម៉ែបើដីនឹងលក់បានថ្លៃម៉ែលក់ទៅឬមួយម៉ែទុកឲ្យប្អូនទៅមិនបាច់ឲ្យប្តីកូនមានហើយម៉ែនិយាយថាម៉ែចង់ឲ្យកូនហើយឲ្យកូនសាងសង់យ៉ាងនេះយ៉ាងនោះទៅឲ្យម៉ែសុំរស់ផងខ្ញុំនិយាយថាបើម៉ែចង់រស់ស្រួលមិនអីទេកូនចិញ្ចឹមម៉ែបានតាមិនបាច់សង់អស់រាប់ម៉ឺនដុល្លាររកអីបាននៅនឹងនោះបើរឿងនឹងខ្ញុំមិនបានធ្វើមែនពីព្រោះចំណាយអត់ប្រយោជន៍រហូតក្រោយមកចំនួនកាន់តែមានច្រើនឡើងពេលបងបានធ្វើការនៅក្រសួងធម្មការនិងសាសនានឹងដែលខ្ញុំត្រូវបាត់បង់ប្តីមួយពព្រិចភ្នែកដោយសារការជឿជាក់ពេកទុកចិត្តពេកគិតថាបងធ្វើការនៅកន្លែងធរអាហើយបងចាស់ហើយបងមិនធ្វើអីខុសឆ្គងទៀតទេបងដឹងនិងស្គាល់ពីតម្លៃខ្លួនឯងហើយបងចេះស្រឡាញ់កិត្តិយសខ្លួនឯងហើយខ្ញុំឧស្សាហ៍ដាស់តឿនបងដែរថាបងត្រូវចេះស្គាល់ពីតម្លៃខ្លួនឯងកុំភ្លើតភ្លើនណាបងត្រូវចេះស្រឡាញ់កិត្តិយសអត់មានដាក់លក់លើទីផ្សារទេណាបងរឿងរ៉ាវស្នេហាជីវិតពិតរបស់លោកជំទាវអុកញ៉ាតៃវ៉ាវ៉ាន់ថននិងឯកឧត្តមបណ្ឌិតឆាតសុឆេតក៏សូមឆ្លេះត្រឹមប៉ុណ្ណេះសិនសូមលោកស្រីរងចាំតាមដានទស្សនានៅភាគទី3បន្តទៀតសូមអរគុណ